ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបញ្ជាឲ្យក្រសួងសង្គ្រាមបន្តធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបញ្ជាឲ្យមន្ទីរបញ្ញកោណបន្តការសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញដោយលើកឡើងពីការប្រកួតប្រជែងជាយុទ្ធសាស្ត្រជាមួយទីក្រុងមូស្គូនិងទីក្រុងប៉េកាំងយោងតាមសារព័ត៌មានអធីចេញផ្សាយនៅថ្ងៃទី30ខែតុលាឆ្នាំ2025បានឲ្យដឹងថាលោកត្រាំបានធ្វើសេចក្តីប្រកាសនៅមុនជំនួបរបស់លោកជាមួយប្រធានាធិបតីចិនស៊ីជីនពីងនៅទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូងនៅថ្ងៃប្រហ័សម៉ោងក្នុងស្រុកលោកដូណាល់ត្រាំបានសរសេរនៅលើវេទិកាសង្គមTruth Social របស់លោកថាសហរដ្ឋអាមេរិកមានអាវុធនុយក្លេអ៊ែរច្រើនជាងប្រទេសដទៃទៀតនេះត្រូវបានសម្រេចរួមទាំងការអាប់ដេតពេញលេញនិងការរៀបចំជាថ្មីនៅអាវុធដែលមានស្រាប់ក្នុងអំឡុងពេលអាណត្តិទី1របស់ខ្ញុំដោយសារតែធម្មពលបំផ្លិចបំផ្លាញយ៉ាងខ្លាំងខ្ញុំស្អប់ក្នុងការធ្វើវាប៉ុន្តែគ្មានជំរើសលោកបានបន្ថែមថារុស្ស៊ីជាប្រទេសទី2ហើយចិនជាប្រទេសទី3ឆ្ងាយប៉ុន្តែនឹងមានក្នុងរយៈពេល5ឆ្នាំដោយសារតែកម្មវិធីសាកល្បងប្រទេសផ្សេងទៀតខ្ញុំបានណែនាំឲ្យក្រសួងសង្គ្រាមចាប់ផ្ដើមសាកល្បងអាវុធនុយក្លេអ៊ែររបស់យើងដោយឈលលើមូលដ្ឋានស្មើគ្នាដំណើរការនោះនឹងចាប់ផ្ដើមភ្លាមៗសូមជម្រាបថាសហរដ្ឋអាមេរិកបានបញ្ឈប់ការធ្វើតេស្តនុយក្លេអ៊ែរក្នុងឆ្នាំ1992ក្រោមការផ្អាកដោយសភាសមាជិកនៃគណៈរដ្ឋមន្ត្រីរបស់លោកដូណាល់ត្រាំត្រូវបានគេរាយការណ៍ថាបានពិភាក្សាអំពីការផ្លាស់ប្ដូរការផ្អាកក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកបន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រទេសចិននិងរុស្ស៊ីថាបានធ្វើការសាកល្បងនុយក្លេអ៊ែរដោយសម្ងាត់នៅក្រោមដីដែលការអះអាងទាំងនេះត្រូវបានទីក្រុងប៉េកាំងនិងទីក្រុងមូស្គូបដិសេធអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bry